បន្តជាមួយនឹងរឿង Countdown to Yes ភាគទី2គឺបន្ទាប់ពីកន្លែងអ្នកទាំងពីរញ៉ាំអីជាមួយគ្នារួចហើយវត្តរុក៏សឹមត្រឡប់ទៅផ្ទះវិញណាមានអ្នកតុកក៏ស្ទុះមកចាប់ដៃឲ្យឈប់សិនមុននឹងបបួលវត្តរុឲ្យមនុស្សជាមួយគ្នាម្ដងទៀតណាកូនស្រីលង្កាំងមូលហេតុគឺដោយសារតែគេប្រាប់ពីរបៀបថាឲ្យមនុស្សរួមរស់ជាមួយគ្នាដូចជាគូស្នេហ៍ឬប្តីប្រពន្ធអញ្ចឹងណាអណែមានបំណងឲ្យច្បាស់កលែតគ្មានទៅច្រឡំអីទេហើយកូនស្រីក៏នៅឈរសម្លឹងបងលឹងភ្លើកដាក់ filter ភ្លឺៗឲ្យទៀតហាក់បីដូចជាកូនកំឡោះឈរនៅខាងមុខអូគ្រាន់តែគេនិយាយប៉ុណ្ណឹងណាតែគិតវិញឆ្ងាយដល់ថាទៅចានបាត់ហើយមានអ្នកតុកឃើញឈរភ្លឹកយូរពេកក៏ចាប់អង្រួនឲ្យភ្ញាក់ខ្លួនវិញកាត់អីមែនវត្តរុក៏សួរបញ្ជាក់ម្ដងទៀតគេចង់មានន័យថាឲ្យទៅនៅជាមួយគ្នាវិញដូចលើកមុនមែនអត់គេថាមែនហើយគ្នាឡើងហួសចិត្តបើអញ្ចឹងក៏ប្រាប់ពាក្យធម្មតាទៅចាំឲ្យប្រាប់ពាក្យស៊ីជម្រៅធ្វើអីគេថាអត់ប្រកាន់ផងវត្តរុបដិសេធអត់ទៅទេគេថាមិនអញ្ចឹងទោះបីជាសុំវងមិនក៏មិនទៅមែនថែមទាំងចូលមកកាន់ទៅចិត្តតិចទៀតនឹងធ្វើមុខបែបលន់តួកូនស្រីក៏នៅតែបដិសេធដដែលហើយក៏សម្លឹងតែគេស្ងៀមអត់ហ៊ានបះចេញទៅដើម្បីបញ្ជាក់ថាមិនថាគេធ្វើមិនក៏ដោយចម្លើយគឺនៅតែដដែលបើហ៊ានតែបែរមុខចេញដឹងតែចាញ់ហើយមានតែតុកក៏ធ្វើខ្លួនមិនត្រូវវិញណាសម្លឹងមកអត់ដាក់ភ្នែកសោះទ្រាំមិនបានឡើងថយក្រៅវិញតិចនឹងថៃយល់ហើយចាំលើក្រៅបបួលម្ដងទៀតក៏បានដែរតែវត្តរុថាមានលើក្រៅទៀតទេយ៉ាងណាក៏មិនទៅនៅជាមួយដែរទៅវិញហើយដាចេញវឹងអត់ស្ដាប់អ្វីទាំងអស់ខ្លាចហាមចិត្តខ្លួនឯងអត់បានដែរហ្នឹងណាហើយបងវិញមើលតាមពីក្រៅយ៉ាងស្ងេះស្ងោចមិននឹកស្មានថាទទួលបានការបដិសេធបែបហ្នឹងវត្តរុត្រឡប់មកដល់ផ្ទះវិញហើយក៏នៅតែដើរទឿនខ្លួនឯងថាកុំឲ្យគិតអីស៊ីជម្រៅមានតែទៅអាចមើលអត់ដឹងអីទៅនិយាយបែបហ្នឹងចេញមកក៏មិនដែរអារម្មណ៍តាមគេឯសោះតែពេលនឹកដល់ទឹកមុខរបស់គេពេលនិយាយពាក្យនោះចេញមកក៏ភ្លេចខ្លួនញញឹមសប្បាយចិត្តបេះដូងលុតដាក់ហើយឡើងខ្ជូននេះតែក៏ដាស់សតិខ្លួនឯងវិញភ្ញាក់ខ្លួនឡើងចិត្តជាកុំគិតអីស៊ីជម្រៅឯសោះចំណែកមានតែតោវិញក៏បានត្រឡប់ទៅផ្ទះវិញផងដែរទឹកមុខក៏មិនសូវជាស្រស់ថ្លាប្រហែលទេព្រោះរឿងមុននឹងឯងតែពេលបានឃើញលោកតាកំពុងអង្គុយមើលលេនកាមេរ៉ាក្នុងផ្ទះគេក៏ត្រឡប់មកញញឹមស្រស់ស្រាយបានវិញណាដើរចូលទៅក្នុងផ្ទះភ្លាមគាត់ក៏ស្វាគមន៍ចាស់ប្រុសត្រឡប់មកផ្ទះវិញអីចឹងហើយក៏អាស្ងាត់បន្តិចព្រោះលោកយាយចូលគេញ៉ៃគេដើរលបចូលមករកលោកតាគាត់សួរទៀតថាសពថ្ងៃហ្នឹងប្រើកាមេរ៉ាអីដែរមានតែតោថាប្រើកាមេរ៉ាហ្វៀមដដែលហ្នឹងកាមេរ៉ាដែលលោកតាឲ្យហ្នឹងហើយគាត់ថាគេប្រហែលជាចូលចិត្តខ្លាំងហើយមើលទៅគេក៏ងក់ក្បាលមូលហេតុដែលចូលចិត្តក៏ព្រោះតែមានអនុស្សាវរីយ៍ជាច្រើនជាមួយកាមេរ៉ាមួយនឹងឯងជាអនុស្សាវរីយ៍ជាមួយនឹងវត្តរុបន្ទាប់ពីបានស្គាល់គ្នាមួយរយៈហើយមានតែតោតាំងពីយករូបថតមកឲ្យមើលគេថតរូបមិនសូវច្បាស់ទេចេះតែព្រើរហូតគេគួរតែសេរីលែនកាមេរ៉ាហ្នឹងអត់កូនស្រីថាមិនបាច់ទេរូបថតព្រើអញ្ចឹងគឺជាមុនស្នេហ៍របស់កាមេរ៉ាចាស់ៗណាគេក៏ឆ្ងល់មុនស្នេហ៍មិនទៅគ្រាន់តែរូបដែលអត់ focus ហ្នឹងកូនស្រីក៏ប្រកែកមកទៀតរូបថតដែល focus បានច្បាស់មិនមែនមានន័យថាជារូបដែលល្អបំផុតនោះទេដូច្នេះហើយមកជាចូលចិត្តរូបរបស់មានតែតោខ្លាំងមែនតើហើយក៏ញញឹមភ្លេចលុបដល់ខ្ជូនមកឲ្យគេទៀតមានតែតោក៏បែរមុខចាញ់អៀនខ្លាំងទ្រាំសម្លឹងភ្នែកគ្នាអត់បានវត្តរុស្មានតែគេខឹងតែបញ្ជាក់ប្រាប់ម្ដងទៀតថានិយាយមែនណាបើជាចូលចិត្តរូបថតរបស់មានតែតោពិតមែនបើខ្លួនវិញប្រហែលជាមិនអាចថតរូបដែលបង្ហាញពីអារម្មណ៍បែបនេះចេញមកបានទេតែនេះហើយគឺជាក្តីសុខនៃការថតរូបគេឡើងរំភើបពេលបានឃើញស្នាមញញឹមដ៏សែនស្រស់ស្រាយរបស់អូនណាខ្ជូតនិយាយមែនណាមើលរឿងនេះចង់និយាយតែពាក្យថាខ្ជូតហ្នឹងហ្មងតួក៏ខ្ជូតសាច់រឿងក៏ខ្ជូតហើយមិត្តភ័ក្តិរបស់វត្តរុក៏បានហៅឲ្យត្រឡប់ទៅវិញជាមួយគ្នាគឺជាក្រុមរបស់ខូហេនឹងឯងមានតែតោលឹងសេតដែលវត្តរុត្រឡប់ទៅវិញជាមួយមិត្តភ័ក្តិតែវត្តរុក៏ងាកមកបបួលឲ្យគេទៅជាមួយដែរពេលហ្នឹងមានតែតោបន្តសិក្សាជាមួយមិត្តភ័ក្តិរបស់វត្តរុទេហើយ3គ្រឿងហ្នឹងក៏ជជែកគ្នាពីរឿងដើរលេងថាចេញពីនេះទៅគួរទៅណាបន្តអញ្ចឹងណាតែកូនទាំងពីរក៏នៅតែកាន់កាមេរ៉ាថតពួកគេគ្រប់សកម្មភាពហ្មងរហូតនាំគ្នាដូរស្បែកជើងរួចហើយវត្តរុក៏នៅឈររងចាំគេចេញទៅជាមួយគ្នាទៀតគេសប្បាយចិត្តមែនតើដែលបានចេញទៅដើរលេងជាមួយពួកគេដែរណាចេញមកក្រៅហើយក៏នៅថតទស្សនភាពតាមផ្លូវជាមួយគ្នាទៀតពិភពលោកដូចមានតែបងនឹងអូន3នាក់ទៀតជាទីងម៉ងវត្តរុក៏សួរថាពេលណាដែលធ្វើឲ្យមានតើចង់លើកកាមេរ៉ាឡើងមកថតរូបបំផុតដែរកូនប្រុសថាជាពេលដែលចង់ចាំអារម្មណ៍នៅពេលនោះខ្លាំងបំផុតចុះវត្តរុកូនស្រីថាប្រហែលជាពេលដែលមិនចង់បំភ្លេចទៅដឹងចង់ថតរូបដែលគ្រាន់តែឃើញហើយក៏ធ្វើឲ្យក្លិននិងសម្លេងនៅពេលនោះត្រឡប់មកវិញម្ដងទៀតអីអញ្ចឹងហើយក៏នៅតែថតទស្សនភាពជុំវិញនឹងគ្នាទៅវិញទៅមកបន្តមិត្តភ័ក្តិធ្វើអីក៏ធ្វើទៅម្នាក់ដែលឈ្មោះថាអូងាកមកមើលពួកគេហើយក៏ចម្លើយចិត្តខ្លាំងមែនតើមានតែតោជាមនុស្សបែបនេះសោះកន្លងមកមិនសូវឃើញគេធ្វើបែបហ្នឹងណាបែបបន្តាដែលឈ្មោះថាអូយឈីរ៉ូក៏ថានេះជារឿងដំបូងហើយដែលបានឃើញមានតោញញឹមខូហើយក៏មកពីទិញទឹកផ្លែឈើវិញល្មមពេលគាស់ទឹកផ្លែឈើក៏ខ្ចាយពេញណាពេញណៃស្រែកផ្អើលតាហឹងតែបងអូនពីរនាក់នៅខាងនេះវិញនៅក្នុងពិភពលោកពណ៌ផ្កាឈូកតែពីរនាក់ដដែលអត់ខ្វល់មានជាការថតគ្នាទៅវិញទៅមកទៀតណារួចហើយវត្តរុក៏យកមកឲ្យគេមើលមានតែតោក៏ថាចូលចាតែប្រាប់តែចូលចិត្តអីទេគេលឹកភ្ញាក់បន្តមកទៀតបានគេប្រាប់ថាបច្ចេកទេសរូបថតរបស់វត្តរុខ្លាំងណាស់មានក្តីសុខខ្លាំងបរិយាកាសពិតជាស្រស់បំព្រងហើយថតរូបបន្តទៀតថតឲ្យចេះ full memory សោះមិត្តភ័ក្តិហៅពួកគេពីអ្នកឲ្យមកលឿនមកលេងឆ្នេរសមុទ្រជាមួយគ្នាណាហើយលេងតប្រយោគជាមួយគ្នាបញ្ចប់ពាក្យអីគឺផ្ដាំដល់ពាក្យនោះវិញដែលបង្កើតជាប្រយោគអីអញ្ចឹងណាខូហេក៏ឲ្យមានតោមកលេងជាមួយដែរកុំប្រុសក៏នៅរអាក់រអួលនិយាយមិនចង់ចាញ់អត់បានត្រៀមខ្លួនវត្តរុក៏ចេញមុខការពារកុំនាំគេលេងអីផ្ដេសផ្ដាសអញ្ចឹងមើលគេធ្វើខ្លួនមិនត្រូវខូហេតែគ្រាន់តែលេងជាមួយគ្នាសប្បាយតាហើយមានតោក៏ព្រមលេងជាមួយពួកគេដែរទៅរហូតអាចសម្រាប់ខ្លួនជាមួយនឹង3នាក់នឹងបានសម្រេចស្និទ្ធស្នាលនឹងគ្នាតាំងពីពេលនោះមកនឹងឯងក្រោយមកវត្តរុនិងមានតោបាននាំគ្នាទៅផ្ដិតរូបថតនៅស្ទូឌីយោខណៈពេលដែលកំពុងតែឈររងចាំកូនស្រីក៏និយាយលេងបើសិនជានៅសាលារៀនមានបន្ទប់សម្រាប់ផ្ដិតរូបថតមិនដឹងជាល្អមិនទេកុំពិបាកចេញមកក្រៅអញ្ចឹងហើយលយទៀតគេក៏យល់ស្របញ
បន្ទាប់មកវត្តរូបក៏ទិញកាមេរ៉ាហ្វេមតែទៅតែទិញថ្មីមកអួតគេយកលុយអាំងប៉ារបស់ម៉ាក់មកទិញហ្នឹងណាទោះបីជាមកទឹកក៏ដោយមកពីមានតែតនាំអាតហ្នឹងហើយមិនចង់បានកាមេរ៉ាហ្វេមដែរបងនេះនិយាយពីថាសប្បាយចិត្តអូសប្បាយចិត្តញញឹមរហូតបើមកមិនចិត្តសោះមិនយូរប្រហែល manager studio ក៏បានយករូបថតរបស់ពួកគេមកឲ្យហើយក៏នាំគ្នាចេញទៅវិញភ្លាមគាត់ក៏មើលតាមពីក្រៅដោយស្នាមញញឹមនេះបើនៅជាមួយគ្នា shoot ដល់ម្លឹងមិនឲ្យញញឹមទប់ចម្លែកនេះគឺជាកន្លែងធ្វើការរបស់វត្តរូបនៅថ្ងៃអនាគតនឹងឯងចេញពី studio ហើយក៏ទៅអង្គុយលើតងជាមួយគ្នានៅសួនកុមារបន្តហើយក៏អួតរូបថតឲ្យគ្នាមើលទៅវិញទៅមកវត្តរូបមើលរបស់គេហើយក៏ថារូបថតរបស់មីណាតូធ្វើឲ្យមានអារម្មណ៍ថានឹកដល់អនុស្សាវរីយ៍ចាស់ៗខ្លាំងណាស់មីណាតូក៏យល់ស្របគេគិតអញ្ចឹងដូចគ្នាចំណែករូបថតរបស់វត្តរូបវិញឲ្យអារម្មណ៍ថាចង់រក្សាទុកជាប់ខ្លួនរហូតហើយក៏ចង់ផ្ដល់តម្លៃឲ្យខ្លាំងណាស់កូនស្រីឡើងសប្បាយចិត្តដែរណាដែលគេសរសើរបែបហ្នឹងឬគេក៏ប្រាប់ទៀតថាពិតជាចូលចិត្តរូបថតរបស់វត្តរូបខ្លាំងណាស់វត្តរូបក៏ថាចូលចិត្តរូបថតរបស់មីណាតូដូចគ្នាហើយក៏បញ្ជូនស្នាមញញឹមប្រំប្រៃឲ្យគ្នាទៅវិញទៅមកមានក្តីសុខខ្លាំងហ្មងណាពីអ្នកនឹងនិយាយថាចូលចិត្តទៅវិញទៅមករហូតនៅយកតងជាមួយគ្នាអត់តណាទេសុកគេក៏និយាយឡើងទៀតថាចូលចិត្តរូបថតរបស់វត្តរូបខ្លាំងណាស់កូនស្រីក៏និយាយដដែលអញ្ចឹងថាចូលចិត្តរបស់គេដូចគ្នាហើយអរគុណខ្លាំងណាស់ត្រឡប់មកបច្ចុប្បន្នវិញបន្ទាប់ពីគិតដល់អនុស្សាវរីយ៍ពេលនោះហើយមីណាតូក៏ព្រមមកនិយាយឡើងថាគេពិតជាចូលចិត្តខ្លាំងពិតមែនអេចង់សម្ដៅដល់អូនឬក៏រូបថតណោះលោកតាលឺបាបនឹងស្មានតែគេចង់សម្ដៅដល់កាមេរ៉ានៅក្នុងដៃគាត់ថាបើចង់បានគេយកទៅហើយមីណាតូក៏ទទួលយកកាមេរ៉ាមួយហ្នឹងសេរីស្រង់ថ្មីទៅណាងាកមកកាន់វត្តរូបម្ដងនៅមិនសុខក៏ងើបមកឆែកមើលអត្ថន័យនៃពាក្យដែលគេបាននិយាយមុននោះពាក្យដែលគេប្រើគឺសម្ដៅដល់ការរស់នៅជាមួយគ្នាបែបគូស្នេហ៍រស់នៅក្នុងផ្ទះមួយជាមួយគ្នាអញ្ចឹងណាផ្ទុយនឹងពាក្យមួយទៀតដែលប្រើទូទៅសម្រាប់រស់នៅជាមួយគ្នាជាមួយមិត្តភ័ក្តិឬក៏គ្រួសារអីអញ្ចឹងមិនយល់ថាហេតុអីបានជាពេលនោះគេប្រើពាក្យបែបគូស្នេហ៍អញ្ចឹងទេគិតមិនចេញក៏ប្រកាច់ប្រកិននៅលើក្រែអាគ្រីកំពុងតែលួចស្រឡាញ់ផងមកនិយាយឲ្យច្បោកច្បល់មិនដឹងធ្វើម៉េចក៏ងាកមកនិយាយជាមួយនឹងកូនតុក្កតាដែលនរណាងឲ្យគេថាប្រហែលជាគ្មានអីទេគេអាចនិយាយច្រឡំប្រហែលជាមិនបានគិតអីទេព្រោះជាមានអតោនោះអីឬក៏មានជាការបញ្ចូលសម្លេងឲ្យកូនតុក្កតានឹងទៀតថាម៉ែណៃមានអតោជាមនុស្សដែលពិបាកទីចិត្តខ្លាំងណាស់ហើយវត្តរុក៏និយាយទឿនសតិខ្លួនឯងទៀតដែរមានអតោគឺជាមិត្តភ័ក្តិជិតស្និទ្ធគ្មានអ្វីលើនឹងទេភ្លាមនោះខូហេក៏ខំមកសួរថ្ងៃសុក្រសប្តាហ៍ក្រោយទំនេរអត់ពួកគេនឹងទៅផាធីជាមួយគ្នាដើម្បីអបអរដែលមានអតោបានឡើងតំណែងណាហើយកូនស្រីក៏អត់ដឹងសោះនឹងមិនយកពាក្យឡើងតំណែងនឹងទៀតដល់ថ្ងៃណាត់ក៏សួរ manager ថាឡើងតំណែងនឹងមិនទៅគាត់ថាជាការដូរមុខងារថ្មីដែលខ្ពស់ជាងមុនឬបានផ្ទេរទៅកន្លែងធ្វើការថ្មីអញ្ចឹងណាហេតុអីនៅសុកមកសួរគាត់អញ្ចឹងវត្តរុថាយប់នេះមានផាធីព្រោះមានអតោបានឡើងតំណែងហ្នឹងណាគាត់ក៏ស្គាល់មានអតោដែរព្រោះកាលមុនដោយសារឃើញមកផ្ដិតរូបថតជាមួយគ្នាមើលទៅគេប្រហែលជាមានការព្យាយាមខ្លាំងហើយមើលទៅបានជាឡើងតំណែងលឿនយ៉ាងនេះវត្តរុក៏សួរយោបល់ពីគាត់តាមធម្មតាពេលឡើងតំណែងអញ្ចឹងគួរតែឲ្យអីជាកាដូដែរគាត់ថាបើតាមធម្មតាឲ្យជាបាច់ផ្កាអីក៏បានដែរឬថាបាច់ផ្កាក៏នឹកដល់អនុស្សាវរីយ៍កាលពីឆ្នាំ2021ជាថ្ងៃដែលវត្តរុទទួលបានសរសើរក្នុងកម្មវិធីប្រកួតរូបថតអីចឹងណាហើយមានអតោក៏បានទិញបាច់ផ្កាមកឲ្យមកដល់គេក៏សប្រែដល់ប្រើពាក្យថារៀបការជាមួយគេណាអើយណាលេងអញ្ចឹងទេដឹងគ្នារំភើបអត់តែវត្តរុអស់សំណើចលេងអីហ្នឹងគេថាទើបតែឲ្យបាច់ផ្កាណាម្នាក់លើកដំបូងអញ្ចឹងហើយមកជាផ្លុំមកនិយាយបែបហ្នឹងណាជាកាដូអបអរសាទរដែលវត្តរុឈ្នះការប្រកួតកូនស្រីក៏អរគុណទោះបីជាបានត្រឹមបានសរសើរក៏ដោយតែមានអតោគួរតែចូលរួមប្រកួតដែរគេថាអត់ចាប់អារម្មណ៍ផងហើយនៅអង្គុយបញ្ជូនកសាភ្លេចពីងទៅកាន់អូននៅណងអមិនទៅបន្ទាប់មកគេក៏សួរចុះចម្លើយអមិនដែររឿងរៀបការមែនតេនស្មានលេងតាអូ my god អូ my god កុំប្រុសមានជាការវៃលុកបង្ហាញអារម្មណ៍ពិតឲ្យឃើញតាំងពីណាមកហើយតែកូនស្រីយើងគិតថាគេលេងសាយបើមិត្តភ័ក្តិអញ្ចឹងណាក៏និយាយលេងមកគេវិញថាសុំគិតមើលសិនមកពីអញ្ចឹងតែប៉ុណ្ណឹងបងក៏សប្បាយចិត្តហើយយ៉ាងហោចណាស់ក៏ចាត់ទុកថាមានសង្ឃឹមបន្តិចដែរហើយវត្តរុក៏ជ្រើសរើសចូលហាងផ្កាដើម្បីទិញបាច់ផ្កាឲ្យគេវិញជាការចូលរួមត្រេកអរដូចគ្នាងាករកមើលជុំវិញក៏បានឃើញផ្កាដូចទៅនៅផ្កាដែលគេធ្លាប់បានឲ្យលើកមុនអញ្ចឹងពេលទៅដល់កន្លែងណាត់ក៏សប្បាយដូចគេដែររៀបការជាមួយគ្នាណាអូគេអៀនបានមកចេញអាយ៉ូបេះដូងលោកខ្ញុំមិនស្ទើរទេនេះលេងមួយអូនបានប៉ាអូនលេងវិញធ្វើខ្លួនមិនត្រូវណាវត្តរុឃើញអញ្ចឹងស្មានតែគេមិនពេញចិត្តក៏ថាគ្រាន់តែធ្វើត្រាប់តាមមានអតោកាមុនតើចាំបានអត់គេថាចាំបានអរគុណខ្លាំងណាស់ថាមិនជ្រើសរើសយកផ្កាដូចរបស់គេកាមុនទៀតវត្តរុថាម៉ែណៃមុននឹងចូលហាងផ្កាកំពុងតែគិតថាគួរតែទិញផ្កាអីឲ្យអញ្ចឹងណាតែងាកឃើញផ្កានឹងល្មមតែបងមិនសូវជាប្រកាសចិត្តដែរថាដូចរបស់គេកាមុនឬអត់គេក៏សួរមកទៀតផ្កាមួយបាច់នេះគឺជាចម្លើយមែនអត់គ្នាធ្វើព្រឹបភ្លឹបមិនយល់ថាគេចង់សម្ដៅដល់រឿងអីទេគេថាពេលនោះវត្តរុប្រាប់ថាសុំគិតមើលសិនណអូយទៀមទារកចម្លើយម្ដងទៀតកូនស្រីកណើអេអញពេលនឹងចេះតែនិយាយទៅណាក៏ប៉ុន្តែបងនៅសំឡក់សំឡឹងមិនដាក់ភ្នែកបញ្ជាក់ថាគេប្រកាសបជាត្រូវការចម្លើយមកវិញឥឡូវភ្លាមហើយគ្នាបំរុងនឹងនិយាយវិញយ៉ាងមកវិញហើយមិត្តភ័ក្តិពីរនាក់ទៀតក៏បានមកដល់កំពុងទៅដល់វគ្គសំខាន់ចាំតិចទៀតចាំមកដល់អត់ទេមានអតោសំឡក់សំឡងពីរនាក់នឹងដែរណាមកកាត់ចង្វាក់គេហើយខូហេក៏រត់ស្ទុយមករកមានអតោភ្លាមខាន់ជួបគ្នាយូរហើយសួរសុខទុក្ខគ្នាតិចតួចសិនបានជាដំណើរទៅតែម្ដងថាអូក៏សួរថាបាច់ផ្កានឹងបានមកពីណាមានអតោក៏ប្រាប់ដោយស្នាមញញឹមថាវត្ត
រុអាយហ្នឹងណាអូអ៊ីជីរ៉ូក៏សុំតោដែលអត់មានអីឲ្យកេសោះណាកូនស្រីថាមិនមែនជារបស់ធំដុំអីទេគ្រាន់តែចៃដន្យដាច់កាត់ហាងផ្កាក៏ឈៀងចូលទិញឲ្យហ្មងទៅនិយាយហើយងាកមករកគេទៀតគឺកំពុងតែសម្លឹងមកស្រាប់ដែរក៏អៀនយីនឹងអៀនតាមដែរតែខូហេក៏ជួយណែនាំតាមពិតគួរតែឲ្យបែបការពេលត្រឡប់ទៅវិញបានត្រូវឲ្យពេលដំបងអញ្ចឹងកាន់រញ៉េរញ៉ៃមែនអត់ដូច្នេះហើយបើឲ្យពេលក្រោយបានសំរុំកូនស្រីស្ដាប់ទៅក៏សំហានសំផលដែរងាកមកសុំទោសគេភ្លាមសុំឲ្យសាថ្មីពេលក្រោយបានអត់គេបដិសេធមិនអីទេព្រោះបែបការនេះខ្លាចជារបស់គេហើយពីរនាក់ទៀតក៏និយាយចំអន់ខូហេថាដឹងមកពីណាសង្សារប្រាប់មែនអត់ធ្លាប់មានបទពិសោធន៍ត្រូវសង្សារថាឲ្យមែនគឺថាបកាច់គ្នាញ៉ាំរហូតទៅដល់ហាងនឹងបានអំអរសាទរមីណាតូជាផ្លូវការផឹកស្រាមួយគ្នាទៅខូហេស្ញាសរសើរមីណាតូខ្លាំងមែនតើដែលបានឡើងដំណើរនៅក្នុងក្រុមហ៊ុនធំបែបហ្នឹងពិតជាអស្ចារ្យខ្លាំងណាស់អូអ៊ីជីរ៉ូនឹងថាអូក៏គិតអញ្ចឹងដែរបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់មីណាតូមានច្រើនមែនអត់តែអាចស្នើគម្រោងការងារថ្មីឈ្នះអ្នកដទៃបានគឺពិតជាអស្ចារ្យមែនព្រមទទួលស្គាល់ហ្មងថាគេពិតជាពូកែខ្លាំងណាស់ខូហេក៏សួរទៀតថាបានចែកពេលវេលាយ៉ាងម៉េចបើរវល់នឹងការងារសឹងអីគេថាឆ្លៀតធ្វើក្រៅពេលចេញពីធ្វើការម៉ោងធម្មតាហើយចាប់ផ្ដើមប្រមូលទិន្នន័យរៀបចំគម្រោងជាមួយនឹងសិស្សច្បងហ្នឹងណាអូអ៊ីជីរ៉ូក៏សួរម្ដងចំឡងពេលដែលប្រមូលទិន្នន័យបានហើយត្រូវប្រើពេលយូរប៉ុណ្ណាទើបអាច fix ការងារនេះបានណាគេថាប្រើពេលប្រហែលកន្លះឆ្នាំអីហ្នឹងមិត្តភក្តិក៏អត់សរសើរមិនបានមែនប្រើពេលតែកន្លះឆ្នាំក៏រៀបចំគម្រោងការងារថ្មីចប់ទាំងដែលមិនដឹងថាស្នើទៅជាប់ឬក៏អត់ណាតែគេក៏អាចធ្វើបានសម្រេចគេថាមកបញ្ចូលចិត្តយ៉ាអ៊ូខ្លាំងហ្នឹងណាបានលឺបាប់នឹងគ្រប់គ្នាក៏កាន់តែរំភើបបានធ្វើអ្វីដែលខ្លួនអញចូលចិត្តនៅក្នុងក្រុមហ៊ុនមិនមែនជារឿងងាយទេណាចំណែកវត្តរុក៏អង្គុយស្ដាប់មកអត់សូវយកពួកគេនិយាយមិនទេព្រោះប្រើពេលពិបាកអត់ធ្លាប់លឺអញ្ចឹងណាខូហេក៏ស្ទុះឡើងសរសើរគេមិនដាច់ពីមាត់ហើយសុំចាប់ដៃមួយពីរនាក់ទៀតក៏សុំចាប់ដៃដែរមោទនភាពខ្លាំងៗដែលមានមិត្តភក្តិប្រកាយយ៉ាងនេះវត្តរុក៏មិនព្រមសុំចាប់ដៃដែរហើយបងនេះចាប់ហើយក៏នៅអល់អាចសឹងតែមិនចង់លេងមិត្តភក្តិក៏ចំអន់វត្តរុមិញស្ដាប់យកអត់នឹងថាពួកគេនិយាយអីខ្លះកូនស្រីឆ្លាតយ៉ាងជឿជាក់ថាប្រកាសអីព្រោះខ្លួននេះហើយដែលយកពីមីណាតូច្បាស់ជាងគេបំផុតណាមិត្តភក្តិក៏និយាយចំណូលចលោមកទៀតតែមីណាតូក៏ចាប់ដៃវត្តរុលើកឡើងនិងប្រកាសប្រាប់ថាវត្តរុជាអ្នកឈ្នះអូនធ្វើអីបងក៏កាន់ជើងអ្នកណាប្រកាយអីប្រកាយទៅទោះជាយ៉ាងណាក៏ដោយលេខ1នៅក្នុងបេះដូងគឺជាអូនម្នាក់ប៉ុណ្ណោះញញឹមឲ្យ Chris ស្វីតទៀតហើយមិត្តភក្តិមានជាការហួសចិត្តពួកគេទាំងពីរតែងតែអញ្ចឹងរហូតមិនផ្លាស់ប្ដូរសោះកូនស្រីថាត្រូវតែអញ្ចឹងហើយពួកយើងគ្មានថ្ងៃផ្លាស់ប្ដូរទេថាអូក៏និយាយឡើងនឹងនៅលេងជាមួយគ្នាអញ្ចឹងដល់ចាស់សក់ស្កើមែនកូនស្រីថាមែនហើយពួកយើងទាំងអស់គ្នាត្រូវតែនៅជាមួយគ្នាបែបនឹងរហូតណាហើយថាអូក៏ប្រាប់ពីគម្រោងជីវិតរបស់គេពេលនេះខូហេក៏មានគ្រួសារហើយសប្តាហ៍ថ្ងៃគេក៏កំពុងតែshareបន្ទប់ជាមួយនឹងមិត្តភក្តិម្នាក់ហើយបានពិភាក្សាជាមួយគ្នាផងដែរថាគួរតែបើកក្រុមហ៊ុនជាមួយគ្នាអត់អញ្ចឹងណាវត្តរុមានជាការភ្ញាក់ផ្អើលមានន័យថាគេនឹងក្លាយជានាយកក្រុមហ៊ុនមែនគេក៏គិតអញ្ចឹងដែរព្រោះដល់ពេលដែលត្រូវគិតគូរពីអនាគតថ្មីហើយណាពេលនឹងគ្រប់គ្នាកំពុងតែធ្វើមុខ serious អ្វីដែលថាអូននិយាយគឺត្រឹមត្រូវម្យ៉ាងដែរមានតែវត្តរុដែលហៃអាជាងគេព្រោះពួកគេតែអាយុ25ឆ្នាំហ្នឹងគិតគូរពីអនាគតថ្មីដូចជាលឿនពេកទៅដឹងខូហេក៏បដូរបរិយាកាសមកសប្បាយៗវិញមិនក៏មិនទៅបើនៅលេងជាមួយគ្នាបានក៏លេងនៅជាមួយគ្នាជារឿងរហូតហ្មងមកចូលការមួយចំពោះមិត្តភាពដ៏ធំធេងរបស់ពួកគេចូលការជុំគ្នាហើយវត្តរុក៏ងាកមកចូលការជាមួយនឹងមីណាតូម្ដងទៀតចូលការមួយចំពោះមិត្តភាពរបស់ពួកយើងទាំងពីរមីណាតូក៏ចូលការអត់ទឹកមុខមិនសូវស្រស់ស្រាយសោះព្រោះអត់ពេញចិត្តនឹងពាក្យថាមិត្តភាពទេកូនស្រីធ្វើមុខឆ្ងល់ចំពោះទង្វើរបស់គេកូនប៉ុណ្្នឹងហើយមកអត់ដឹងទៀតណារហូតនាំគ្នាត្រឡប់ទៅវិញពីរនាក់នោះក៏ត្រូវត្រឡប់ទៅផ្លូវមួយទៀតហើយមីណាតូក៏មានឱកាសបានចូលរួមត្រេកអរចំពោះពិធីរៀបការរបស់ខូហេដែលនឹងធ្វើឡើងឆាប់ៗនេះទើបតែមានឱកាសបានមកនិយាយចំពោះមុខពេលនេះឯងខូហេសរសើរថាគេពិតជាអស្ចារ្យមួយម៉ាត់ហើយក៏ដើរចេញទៅវិញនៅសល់តែបងអូនពីរនាក់ដើរទៅជាមួយគ្នាវត្តរុក៏ប្រាប់ថាគ្រប់គ្នាសប្បាយចិត្តខ្លាំងណាស់ដែលបានជួបមីណាតូម្ដងទៀតគេក៏សួរវិញចុះវត្តរុកូនស្រីថាប្រកាសជាអញ្ចឹងហើយតែមិនដែលសម័យរូបភាពពេលដែលគេមកធ្វើការនៅទីនេះសោះគេនិយាយជាមួយមិត្តភក្តិរួមការងារដឹងរឿងមែនអត់គេថារឿងធ្វើរបាយការណ៍នឹងឡើង present ការងារក៏ប្រកាសគ្រាន់បើដែរតាមិនអីទេទោះបីជាមិនសូវចេះនិយាយលេងអីក៏ដោយគ្នាក៏អស់សំណើចតែគេអាចនិយាយលេងជាមួយនឹងខ្លួនបានសោះមានតែថាវត្តរុគឺជាករណីពិសេសហ្នឹងណាអូនិយាយបង្ហាំមកទៀតហើយអ្នកមិនដឹងក៏នៅតែមិនដឹងថាគេមឹសតាមពិតកូនស្រីមឹសខ្លួនអញសោះហ្នឹងបន្ទាប់មកក៏សួរថាសប្តាហ៍ថ្ងៃហ្នឹងគេត្រឡប់ទៅនៅផ្ទះវិញមែនអត់មានតែថាបានរើចេះមកនៅខាងក្រៅម្នាក់ឯងនៅឈីងាសាគីហើយគ្នាលងភ្ញាក់ហេតុអីក៏នៅទីនេះអញ្ចឹងគេថាធំប៉ុណ្ណឹងហើយបើនៅផ្ទះទៀតដូចជាមិនទេកូនស្រីនៅតែឆ្ងល់ព្រោះក្រុមហ៊ុនរបស់គេនៅតូក្យូពីទីនេះទៅគឺឆ្ងាយណាគេក៏នៅតែអត់អីគ្រាន់តែកុំបដូរជើងរទេះភ្លើងច្រើនតង់ទៅបានហើយនៅតូក្យូថ្លៃជួលផ្ទះក៏ថ្លៃអាកាសធាតុក៏មិនសូវល្អម្យ៉ាងទៀតគេមិនចង់នៅឆ្ងាយពីវត្តរុទៀតទេវ៉ាវឆ្ងាយប៉ុណ្ណាក៏មិនធ្វៃតែបាននៅក្បែរអូនធ្វើដំណើររាប់សិបគីឡូក៏មិនហត់ដែរលះបង់សាហាវពេលនេះវត្តរុយល់ហើយហេតុអីបានជាគេបបួលឲ្យមកនៅជាមួយគ្នាមានជាការរំភើបតែក៏ដាស់តឿនខ្លួនឯងដូចដើមអញ្ចឹងមីណាតូគឺជាមិត្តភក្តិមិនបានជាដាច់ខាតព្រោះមីណាតូគឺជាមិត្តភក្តិមិននៅតែគិតអញ្ចឹងក៏នៅតែអញ្ចឹងហើយកូនគេបង្ហាញឡើងច្បាស់កលែបបង្ហាប់លើសពីបង្ហាប់ទៀតក៏នៅតែមិនដឹងដល់ថ្នាក់សុំរៀបការអញ្ចឹងទៅភាគទី2ក៏បានបញ្ចប់